បាទស្វាគមន៍មកកាន់ Channel ធីតា168បាទអញ្ចឹងថ្ងៃនេះខ្ញុំបាទសូមចែករំលែកនៅចំណេះដឹងបន្តិចបន្តួចចែកជូនដល់បងប្អូនទាំងអស់គ្នាពីរបៀបនៃការ download វីដេអូចេញពី Facebook បាទអញ្ចឹងដោយសារមានបងប្អូនខ្លះគាត់សួរខ្ញុំអញ្ចឹងពេលអញ្ចឹងខ្ញុំធ្វើវីដេអូនេះចែកជូនដល់បងប្អូនអ្នកអត់ទាន់ចេះក៏ពិតទៅរបៀបនៃការ download ហ្នឹងគឺមានបងប្អូនយើងចេះច្រើនហើយប៉ុន្តែនេះខ្ញុំគាត់ថាធ្វើវីដេអូចែកជូនចំពោះអ្នកដែលអត់ចេះទេបាទអញ្ចឹងអ្នកដែលចេះគឺអាចរំលងបានបាទអញ្ចឹងសង្ឃឹមថាអធិស្ឋានទាំងអស់គ្នាក៏ពិតទៅវីដេអូនេះគឺមានអ្នកចេះច្រើនមិនអីទេគាត់ថាអានេះខ្ញុំធ្វើចែកជូនចំពោះអ្នកដែលអត់ចេះអញ្ចឹងជំហានដំបូងគឺបងប្អូនស្វែងរកជ្រោមណាឬក៏គេហៅថា Google បើ iPhone គេហៅថា Safari បាទអញ្ចឹងមុនដំបូងបងប្អូនចុចក្នុងជ្រោមសិនបាទបន្តមកទៀតបងប្អូន search ត្រង់កន្លែងនេះគឺបងប្អូនវាពាក្យថា download video យើងដក clear សិនមក video បាទតែប៉ុណ្ណឹងបងប្អូនចុចត្រង់កន្លែងនេះមកនេះ search នេះមកបាទចឹងបងប្អូនឃើញនៅខាងលើគេដាក់ថា save from.net.free online video downloader ចឹងបងប្អូនចុចត្រង់កន្លែងនេះមកបាទអញ្ចឹងបន្ទាប់ពីឃើញបែបហ្នឹងហើយណាបន្ទាប់ពីឃើញបែបហ្នឹងហើយអញ្ចឹងយើងថយក្រោយសិនបងប្អូនទៅរកវីដេអូណាដែលបងប្អូនចង់ download ចឹងណាចង់គេហៅថាចង់ download អញ្ចឹងយើងចុចទៅរក Facebook មកខ្ញុំឧទាហរណ៍បងប្អូនមើលអញ្ចឹងឧទាហរណ៍ថាខ្ញុំចង់ download វីដេអូនេះវីដេអូដែលខ្ញុំកំពុងមើលនេះអញ្ចឹងយើងចុចត្រង់កន្លែងនេះត្រង់កន្លែង share នេះយើងទៅរកកន្លែង copy នេះកន្លែង copy link បងប្អូនអញ្ចឹងយើង copy link មកបាទបន្ទាប់ពី copy link រួចរាល់បងប្អូនចុចទៅកន្លែងមិញទៅកន្លែងដែលយើងចូលទៅមិញណាបាទអញ្ចឹងតើបងប្អូនយកមកផាសត្រង់កន្លែង enter the URL បាទយើងផាសមកចុចវា U មកយើងរកពាក្យថាផាសបាទអញ្ចឹងបន្ទាប់ពីឃើញបែបនេះបងប្អូនកលេចមើលខាងក្រោមរងចាំវាបន្តិចគេដាក់ថា processing the link download stay on the page វាថាវាកំពុងតែ processing វាកំពុងតែដំណើរការបាទអញ្ចឹងនៅពេលណាវាចេញបែបនេះហើយគឺយើងកលេចមើលខាងក្រោមវាមានពាក្យថា MP4 HD និង MP4 HD អញ្ចឹងបងប្អូនយក MP4 HD មកដើម្បីឲ្យវាច្បាស់អញ្ចឹងណាបើយើងយក MP4 SD វាអត់សូវច្បាស់បាទអញ្ចឹងយើងចុច HD មកវាហ្នឹងហើយវាឲ្យយើងមើលពាណិជ្ជកម្មដោយសារវីដេអូហ្នឹងគេឲ្យយើង download free អញ្ចឹងគេត្រូវការដាក់ពាណិជ្ជកម្មខ្លះដើម្បីឲ្យគេហៅថាគេបានចំណេញខ្លះអញ្ចឹងណាព្រោះហៅថា website ហ្នឹងគឺ free អត់អស់លុយទេយើងអាចយកមកប្រើ free អញ្ចឹងបន្ទាប់ពីបានហើយបងប្អូនសាកបើកទៅមើលអញ្ចឹងយើងចុច open បាទចង់ដឹងថាតើវីដេអូមិញហ្នឹងវាបានច្បាស់កម្រិតណាអញ្ចឹងខ្ញុំចុចបើកឲ្យបងប្អូនមើលនេះកម្រិត HD បងប្អូនបាទនេះគឺជាវិធីសាស្ត្រងាយៗសម្រាប់បងប្អូនដែលចង់បានវីដេអូនៅក្នុងប្រព័ន្ធ social media តាម Facebook អីគឺបងប្អូនអាចធ្វើតាមវិធីនេះបានគឺមិនពិបាកទេអញ្ចឹងវីដេអូនេះបាទសូមចែករំលែកប៉ុណ្ណឹងហើយសង្ឃឹមថាបងប្អូននឹងបានមើលទាំងអស់គ្នានឹងបានរៀននឹងបានចេះទាំងអស់គ្នាហើយបើសិនជាបងប្អូនពេញចិត្តនៅវីដេអូនេះបងប្អូនកុំភ្លេចជួយ Subscribe Channel ម្នាក់មួយផងដើម្បីទទួលបានវីដេអូថ្មីដោយសារតែ Channel របស់ខ្ញុំទើបបង្កើតថ្មីចឹងណាហើយមានការខុសឆ្គងអធិស្ឋានផងដោយសារការនិយាយអត់មានព្រៀងទុកទេអញ្ចឹងបើមានការខុសឆ្គងកន្លែងណាក៏សូមបងប្អូនអភ័យទោសផងបាទអញ្ចឹងបើសិនជាគិតថាវីដេអូនេះមានប្រយោជន៍បងប្អូនអាចចែករំលែកទៅកាន់មិត្តភ័ក្តិ
បាទដែលអ្នកស្គាល់អញ្ចឹងចែកម្លែកដើម្បីឲ្យចេះទាំងអស់គ្នាបាទអញ្ចឹងវីដេអូនេះខ្ញុំគិតថាវាអស់ហើយមានតែប៉ុណ្្នឹងអញ្ចឹងសូមជម្រាបលាទាំងអស់គ្នាបងប្អូនបាទសូមគោរពលា